ប្រទេសអូស្ត្រាលីចម្លែកត្រង់ថាប្រទេសធំអើយធំមនុស្សវិញតែបន្តិចទេប៉ុន្តែនិយាយពីថាផ្ទះថ្លៃអើយថ្លៃអាទិញក៏ថ្លៃអាជួលក៏ថ្លៃហើយនិយាយពីការរស់នៅវិញរស់នៅតែ2នាក់ប្តីប្រពន្ធឬក៏ពេលខ្លះមានកូនតែ2អីទេប៉ុន្តែបន្ទប់5 6បន្ទប់ទិញរកស្រាប់ផ្ទះធំផ្ទះទូចអីអត់ទិញទេហើយបើថាបន្ទប់អីសល់ចោលអីអត់ឲ្យបងប្អូននៅហ្មងគឺនៅតែ2នាក់ប្តីប្រពន្ធទេឬក៏កូនតែប៉ុណ្្នឹងឯងបើថាបងប្អូនសាច់ញាតិចិត្តក្តៅឆ្ងាយក្តៅគឺអត់ឲ្យនៅជាមួយតែហ្មងហើយគេអញ្ជើញយើងទៅញ៉ាំអីតិចច្រឡំថាគេចាញ់លុយឲ្យយើងអត់ទេអញ្ជើញទៅញ៉ាំអីប៉ុន្តែចាញ់លុយខ្លួនឯងទេណាកុំច្រឡំហើយហៅខួបកំណើតកូនអីតិចច្រឡំថាគេទិញកាដូឲ្យកូនណាអ្នកខ្លះមកតែខួបកំណើតដៃទទេអាហ្នឹងទំនៀមទម្លាប់នៅស្រុកគេចឹងហ្មងខ្ជិលឲ្យកាដូឲ្យអីហើយការងារវិញផ្ទុយពីស្រុកខ្មែរយើងសាក់ធ្វើការបោសសម្អាតអនាម័យអីប្រាក់ខែអីមើលមិនចង់ឃើញឬក៏ហូបមិនចង់ត្រង់មាត់ទេនៅនេះសាក់ធ្វើអនាម័យសាក់ធ្វើបបោសជូតអីមើលប្រាក់ខែច្រើនជាងអ្នកធ្វើនៅក្នុង office ទៀតហើយតិចច្រឡំថាងធ្វើសំណង់ធ្វើអីសិតតែអ្នកអត់មានលុយតិចច្រឡំទៀតធ្វើសំណង់ធ្វើអីសិតតែអ្នកមានណានៅនេះលុយបានប្រាក់ខែបានថ្លៃម៉ោងថ្លៃណាអ្នកនិយាយទៅឲ្យតការងារពលកម្មអីនិយាយទៅវាខុសពីស្រុកខ្មែរយើងត្រង់ចឹងទៀតហើយនិយាយពីថាអ្នកចិញ្ចឹមឆ្កែវិញចិញ្ចឹមសត្វវិញចិញ្ចឹមមើលថែលើសមនុស្សទៀតដាក់សតាតេះរុញពាក់សតកអាវពីខាលងាងូតទឹកយកដាវយកទៅពេទ្យអីមកចប់ហ្មងអ្នកចិញ្ចឹមឆ្កែនៅនេះដូចអ្នកមានកូនថ្មីថ្មោងអញ្ចឹងណាហើយអ្នកនៅនេះគេមិនអួតរឿងមានឡានទំនើបមានលុយច្រើនអីទេនេះគេអួតរឿងមានផ្ទះអ្នកណានៅឃើញ view ឃើញសមុទ្រឃើញអីអាហ្នឹងឯងសអ្នកមានបើថាចង់និយាយថាឲ្យតែមានផ្ទះអញ្ចឹងហើយមានឃើញ view ឃើញអីហ្នឹងហើយសិតតាគេអួតរឿងចឹងនៅនេះហើយគេអួតរឿងមួយទៀតគេអួតថាដើរលេងបានប្រហែលប្រទេសហើយ